តើអ្នកដឹងទេថាតួអង្គ Jason ពីរឿង Friday the 13th ទទួលបានការបំផុសគំនិតពីមនុស្សវិកលចរិតក្នុងជីវិតពិតម្នាក់នៅឆ្នាំ1987ជំរំរដូវក្តៅមួយនៅភាគខាងជើងរដ្ឋ Michigan បានបិទភ្លាមមិនមែនដោយសារតែលុយនោះទេដោយសារតែអ្នកបោះជំរំនិងអ្នកប្រឹក្សាបានចាប់ផ្ដើមបាត់ខ្លួនកន្លែងនោះមានឈ្មោះថា Camp Scott វាស្ថិតនៅក្នុងព្រៃជ្រៅឆ្ងាយពីទីក្រុងដែលនៅជិតបំផុតឪពុកម្ដាយជឿថាវាមានសុវត្ថិភាពទាំងស្រុងគ្មានផ្ទះនៅក្បែរនោះទេគ្មានផ្លូវធំទេមានតែព្រៃឈើគ្មានទីបញ្ចប់បន្ទាប់មកនៅព្រឹកមួយបុគ្គលិកបានរកឃើញអ្វីមួយដែលធ្វើឲ្យមិនស្រួលស្នាមជើងដ៏ធំមួយបានសង្កត់ចូលទៅក្នុងភក់នៅខាងក្រៅកាប៊ីនមួយវាមើលទៅដូចជាមាននរណាម្នាក់កំពុងឈរមើលនៅទីនោះនៅយប់ដដែលនោះអ្នកប្រឹក្សាម្នាក់បានរាយការណ៍ថាបានឮសំឡេងជើងយឺតនិងធ្ងន់នៅជិតបឹងមិនមែនរត់ទេគ្រាន់តែដើរប៉ុណ្ណោះនៅព្រឹកបន្ទាប់អ្នកបោះជំរំ3នាក់បានបាត់ខ្លួនការភ័យស្លន់ស្លោបានរាលដាលពីពេញជំរំប៉ូលីសបានស្វែងរកនៅក្នុងព្រៃជាមួយឆ្កែពើនិងក្រុមស្វែងរកប៉ុន្តែព្រៃហាក់ដូចជាលេបត្របាក់គ្រប់សំឡេងទាំងអស់ផ្នែកចម្លែកបំផុតគឺអ្វីដែលសាក់សីបានពីពណ៌នារីខ្ពស់ស្រឡះស្មាធំទូលាយនិងមានអ្វីមួយស្លេកស្លាំងគ្រប់មុខរបស់គាត់ស្ទើរតែដូចជារបាំងមុខករណីនេះបានក្លាយជាអាថ៌កំបាំងជំរំរដូវក្តៅបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិកសូបីតែបន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់ក៏ដោយអ្នកស្រុកនៅតែទូចថាព្រៃឈើមិនដែលមានអារម្មណ៍ដូចដើមវិញទេពួកគេនិយាយថានៅយប់ស្ងប់ស្ងាត់នៅពេលដែលខ្យល់ឈប់បក់អ្នកនៅតែអាចជឿសំឡេងជំហានដើរយឺតនៅក្បែរបឹង